ទ្រូទាំងសិជនជាទីគោរពអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារហៅកាត់ថាអសហរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកម្រងបទបញ្ញត្តិនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីលើកកម្ពស់ការយល់ដឹងកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យបានទូលំទូលាយដើម្បីលើកកម្ពស់ការយល់ដឹងនិងជំរុញការប្រើប្រាស់កម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យបានទូលំទូលាយនាព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារហៅកាត់ថាអសហបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកម្រងបទបញ្ញត្តិនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុជូនដល់តំណាងក្រសួងស្ថាប័ននិយត្តករនិងអង្គភាពក្រោមអាវ៉ាតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារគ្រឹះស្ថានអប់រំអង្គការសមាគមនិងវិស័យឯកជនតាមឯកឧត្តមសូសុភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានឲ្យដឹងថាកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាឧបករណ៍ការងារគតិយុត្តសម្រាប់ការធ្វើនិយត្តកម្មដែលប្រមូលផ្ដុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្ទាល់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ380អត្ថបទដែលក្នុងនោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអានុភាពបង្គាប់បញ្ជានិងណែនាំអនុវត្តកម្រងនេះមានកម្រាស់ប្រមាណជាង4000ទំព័របែងចែកជា3ភាគនិង4មាតិកាពាក់ព័ន្ធនឹងក្របខ័ណ្ឌស្ថាប័នបទបញ្ញត្តិឌីជីថលគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុវិស័យហិរញ្ញវត្ថុនិងសកម្មភាពនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុរីឯសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាវិទ្យាសមាធានបច្ចេកស័ព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុដែលប្រមូលផ្ដុំនៅបច្ចេកស័ព្ទសរុបប្រមាណ72000ដែលត្រូវបានរៀបចំជា3ភាសាគឺភាសាខ្មែរអង់គ្លេសនិងបារាំងផ្អែកលើឯកសារផ្លូវការផ្សេងៗនិងបច្ចេកស័ព្ទដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរសម្ដៅបម្រើជាឧបករណ៍យុទ្ធសាស្ត្ររួមវិភាគទានដល់ការអភិវឌ្ឍមូលធនមនុស្សបច្ចេកវិទ្យាហិរញ្ញវត្ថុខណៈបច្ចេកស័ព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាផ្នែកមួយដ៏សំខាន់នៃភាសាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលក្នុងពេលបើកសិក្ខាសាលានេះឯកឧត្តមមីវ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានចាត់ទុកការរៀបចំសិក្ខាសាលានាពេលនេះថាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយដើម្បីជំរុញការយល់ដឹងផ្សព្វផ្សាយដើម្បីជំរុញការប្រើប្រាស់ស្នាដៃកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដែលជាវណ្ណកម្មពុទ្ធិរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងជាឱកាសពិគ្រោះយោបល់ប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីធានាសង្កតិភាពគុណភាពបូរណភាពនិងភាពគ្រប់ជ្រុងជ្រោយនៃការរៀបចំកម្រងនិងសត្យានុក្រមសម្ដៅធ្វើឲ្យវណ្ណកម្មពុទ្ធិទាំងនេះអាចប្រើប្រាស់បានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធនិងជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល។